បាទសួស្តីបាទតទៅនេះខ្ញុំធ្វើបទបង្ហាញស្ដីអំពីថែទាំការថែទាំសម្អាតតម្រងខ្យល់ដែលយើងតឡើងនៅលើនៅបន្ទប់ BTS របស់យើងហ្នឹងបាទជាដំបូងយើងទៅរៀបឧបករណ៍ដូចជាម៉ាស៊ីនបាញ់សម្អាតម៉ាស៊ីនបាញ់ទឹកនេះបាញ់សម្អាតបាទមួយមកបាទហើយយើងធ្វើការរៀបចំដូចជាឧទាហរណ៍ថាយើងនៅផ្សារយើងហ្នឹងគឺអត់មានទឹកអញ្ចឹងយើងអាចមានកានឬក៏ស្ទង់ស្ពេត្រូអីហ្នឹងទឹក30លីត្រមកយើងតដូចក្នុងរូបភាពអញ្ចឹងបាទតវារួចស្រេចមកបន្ទាប់ពីយើងរៀបចំម៉ាស៊ីនបាញ់ទឹករួចរាល់ហើយយើងធ្វើការមួលខ្ចៅនៅធុងខ្យល់របស់យើងហ្នឹងដើម្បីយកតម្រងខ្យល់ចេញបាទនៅក្នុងរូបភាពអញ្ចឹងបាទមើលកិច្ចសាតលីទាំងអស់បាទអញ្ចឹងយើងយកវាចេញរួចមករួចរាល់ហើយយើងធ្វើការបាញ់សម្អាតលាងបាទដូចក្នុងរូបភាពអញ្ចឹងបាទយើងធ្វើការសម្អាតលាងម្ដងតិចម្ដងតិចតលតែវាសស្អាតបាទយើងធ្វើការបាញ់ខាងហ្នឹងយើងត្រឡប់ប្រការក្រោយមកទៀតមកបាញ់បាទស្អាតបន្ទាប់ពីការបាញ់សម្អាតហើយយើងមើលឃើញស្អាតហើយរួចរាល់ហើយយើងយកតម្រងខ្យល់ហ្នឹងយកមកហាលថ្ងៃបាទយើងហាលថ្ងៃសម្ងួតវាមកឲ្យវាស្ងួតបាទដូចក្នុងរូបភាពអញ្ចឹងបាទស្ងួតក្រោយពេលយើងមើលទៅវាស្ងួតល្អហើយយើងចូលវាដំឡើងមកវិញមកបាទដំឡើងយើងញុកវិញឃើញដូចរួចហ្នឹងសស្អាតអញ្ចឹងស្ងួតអញ្ចឹងយើងញុកចូលវិញមកចូលធុងខ្យល់វិញមកជាការរួចជាស្រេចមុខចៅមួយអីមកបាទអញ្ចឹងការណែនាំសម្អាតតម្រងខ្យល់របស់កង្ហារធុងខ្យល់កង្ហារយើងហ្នឹងរួចជាស្ថាពរបាទសូមអរគុណ